តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននឹងធ្វើឲ្យកម្ពុជាខាតដីឬចំណេញដីបញ្ហាព្រំដែនរវាងកម្ពុជាថៃជាប្រធានបទមានភាពប្រែប្រួលខ្លាំងក្នុងប្រវត្តិសាស្ត្រនិងនយោបាយជាតិក្នុងពេលថ្មីនេះប្រធានបទនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នបានធ្វើឲ្យមានការជជែកវែកញែកនៅលើបណ្ដាញសង្គមយ៉ាងផុសផុសដោយធ្វើការវែកញែករកហេតុផលនិងទាមទារចង់ដឹងថាតើប្រទេសណានឹងទទួលបានផលចំណេញនិងខាតនៅក្នុងសកម្មភាពនេះរហូតដល់ខណៈពេលនេះមានមនុស្សមួយចំនួនបានលើកជាសំណួរសួរថាតើកម្ពុជាកំពុងបាត់ដីឬទទួលបានដីសំណួរទាំងនេះអាចកើតចេញមកបានបណ្ដាលមកពីការដែលមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងមានការបកស្រាយខុសអំពីគោលបំណងនិងចេតនាពិតប្រាកដរបស់រដ្ឋាភិបាលក៏ដូចជាផលវិបាកដែលកើតចេញពីការដែលមានអារម្មណ៍ជាតិនិយមជ្រុលរហូតដល់ខ្វះការគិតនៅលើអ្វីដែលជាប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់អន្តរជាតិមូលដ្ឋានច្បាប់នៃការកំណត់ព្រំដែនមិនអាចកែប្រែបានទេដូច្នេះរាល់ការងារវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃការបោះបង្គោលព្រំដែនគឺមិនមែនការចរចាផ្លាស់ប្ដូរដីជាមួយធ្នូនឹងអ្វីមួយនោះទេប៉ុន្តែត្រូវសំដៅលើការធ្វើឲ្យខ្សែបន្ទាត់ព្រំដែនប្រវត្តិសាស្ត្រត្រូវស្ថិតនៅលើទីតាំងដែលបានកំណត់នៅក្នុងផែនទីផ្លូវការនិងត្រូវផ្ទេរពីទីតាំងនៅលើกระดาษឲ្យទៅជាការពិតនៅលើដីជាក់ស្ដែងពិតប្រាកដដោយមិនមានការបាត់បង់ឬកែប្រែទាំងនេះហើយគឺជាអ្វីដែលរដ្ឋាភិបាលបានកំពុងតែខិតខំប្រឹងប្រែងធ្វើក្នុងរយៈពេលកន្លងមកនេះកម្ពុជានិងថៃកំពុងអនុវត្តលើមូលដ្ឋានឯកសារគតិយុត្តជាច្រើនដែលស្ថិតក្រោមការទទួលស្គាល់ពីអន្តរជាតិគឺការកំណត់ហេតុ Policy Workbook 1908 1909 និង Policy Workbook 1919 1920 Policy Workbook មានន័យថាជាឯកសារដែលកំណត់និងបញ្ជាក់ពីការយល់ព្រមរួមចំពោះខ្សែព្រំដែននិងការកំណត់ទីតាំងបង្គោលនៅក្នុងតំបន់ជាក់លាក់មិនអាចបដិសេធដោយភាគីណាមួយនៅពេលក្រោយឯកសារទាំងនេះគឺជាមូលដ្ឋានផ្លូវការដ៏រឹងមាំដែលបង្កើតខ្សែព្រំដែនអន្តរជាតិដំបូងរវាងសៀមនិងឥណ្ឌូចិនក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំងកម្ពុជាមិនត្រឹមតែទទួលយកផែនទីទេប៉ុន្តែថែមទាំងទាមទារត្រូវមានការគោរពនៅការកំណត់ព្រំដែនប្រវត្តិសាស្ត្រមួយឲ្យបានច្បាស់លាស់និងមានភាពជាក់ស្ដែងពិតប្រាកដពេលវេលានេះមិនមែនជាការត្រូវនិយាយអំពីការចំណេញឬខាតទឹកដីទេតែជាការត្រូវនិយាយអំពីភាពច្បាស់លាស់ត្រឹមត្រូវតាមផ្លូវច្បាប់ដែលប្រទេសទាំងពីរអាចទទួលយកបានដោយឈលលើគោលការណ៍ឈ្នះឈ្នះទាំងសងខាងដោយតម្កល់ឧត្តមប្រយោជន៍ជាតិរៀងៗខ្លួនព្រោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺជាអ្នកដែលត្រូវប្រឈមមុខនឹងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិអ្វីដែលរដ្ឋាភិបាលកំពុងធ្វើគឺជាការកំណត់ខ្សែបន្ទាត់ព្រំដែនមិនឲ្យមានការកែប្រែបង្កើតសុវត្ថិភាពនិងការគ្រប់គ្រងមួយដែលមានភាពច្បាស់លាស់ជាងមុនជៀសវាងមានការខ្វែងគំនិតគ្នាចេញពីភាគីណាមួយនៅថ្ងៃអនាគតបើទោះបីជាមានក្រុមមនុស្សខ្លះវាតម្លៃហួសហេតុថាការបោះបង្គោលព្រំដែននាំឲ្យមានការបាត់បង់ទឹកដីតែតាមការពិតវាគឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងការការពារជាតិនិងទឹកដីមិនឲ្យបាត់បង់ទៅវិញទេបើព្រំដែនមិនច្បាស់លាស់មានន័យថាហានិភ័យនៃចំនួនព្រំដែននឹងកើតមានឡើងរវាងប្រទេសទាំងពីរហើយក៏អាចនាំឲ្យមានក្រុមមនុស្សដែលមាននិន្នាការជ្រុលនិយមមួយចំនួនយកប្រធានបទព្រំដែនយកមកធ្វើជាឈ្នន់នយោបាយក្នុងការស្វែងរកប្រជាប្រិយភាពបែបប្រជាពិធនៅពេលណាមួយជាពិសេសនៅពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងសភាពនយោបាយផ្ទៃក្នុងមិនមានភាពប្រកបប្រជានិងម្យ៉ាងទៀតប្រសិនបើមានខ្សែបន្ទាត់ព្រំដែនច្បាស់គឺប្រកាសណាគ្មានអ្នកណាឬប្រទេសណាអាចកែប្រែឬសាររើសឡើងវិញបាននោះទេត្រង់ចំណុចនេះហើយគឺជាអ្វីដែលប្រជាជននៃបណ្ដាប្រទេសជាច្រើនប្រាថ្នាចង់បានមានន័យថាបើមានព្រំដែនមួយច្បាស់លាស់នោះប្រជាពលរដ្ឋនឹងអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយភាពសុខសាន្តបានជារៀងរហូតបើនិយាយអំពីផលប្រយោជន៍ផ្នែកយោធាវិញគឺជាការអាចទប់ស្កាត់បាននៅចំនួនប្រដាប់អាវុធកាត់បន្ថយហានិភ័យនៃចំនួននិងទាំងលើវិស័យសេដ្ឋកិច្ចជីវិតប្រជាជនកងទ័ពទាំងពីរអាចស្ថិតក្នុងតំបន់មួយត្រឹមត្រូវមិនជ្រៀតជ្រែកគ្នាទៅវិញទៅមកការគ្រប់គ្រងព្រំដែនបានល្អដោយមិនមានការរំខានពីភាគីណាមួយឡើយជាគោលការណ៍យោធាចំពោះព្រំដែនដែលមិនច្បាស់លាស់គឺជាកន្លែងដែលងាយនឹងបង្កជម្លោះហើយបើមានការកំណត់ខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់គឺជាការធានាបាននូវការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីមិនឲ្យមានការរំលោភបំពានទឹកដីបានពីភាគីណាមួយបានឡើយនាពេលអនាគតចំណែកឯផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គម
បើព្រំដែនស្ងប់ស្ងាត់នឹងនាំឲ្យមានការអភិវឌ្ឍរីកចម្រើនការផ្លាស់ប្ដូរពាណិជ្ជកម្មតាមព្រំដែនកើតឡើងលំហូរពាណិជ្ជកម្មទំនិញទៅមកមានភាពងាយស្រួលដោយគ្មានការរំខានអំពីសង្គ្រាមព្រំដែនប្រែក្លាយពីតំបន់ជម្លោះទៅជាព្រំដែនសន្តិភាពប្រជាជនរស់នៅដោយសន្តិភាពនឹងនាំឲ្យមានអនាគតកាន់តែប្រសើរឡើងមានន័យថាការវាស់វែងនេះគឺធ្វើឡើងដើម្បីការអភិវឌ្ឍមិនមែនដើម្បីជម្លោះឬការដែលនាំឲ្យមានការបាត់បង់ទឹកដីឲ្យទៅប្រទេសណាមួយនោះទេនិយាយជារួមការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននឹងមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេតែគឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់លើបញ្ហាព្រំដែននិងជាការដែលនឹងឈានទៅលុបបំបាត់ទាំងស្រុងបាននៅព័ត៌មានញុះញង់ខុសពីការពិតដើម្បីបង្កការភ័ន្តច្រឡំដល់ប្រជាពលរដ្ឋពីសំណាក់ក្រុមមនុស្សអគតិមួយចំនួនតូចដែលតែងតែយកបញ្ហាព្រំដែនយកមកធ្វើជារបៀបវរៈនយោបាយវាយប្រហារលើថ្នាក់ដឹកនាំក៏ដូចជាមកលើរដ្ឋាភិបាលកម្ពុជាបន្តទៀតជាក់ស្ដែងការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺជាការពង្រឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីដើម្បីធានាថាទឹកដីកម្ពុជានឹងមិនមានការបាត់បង់នាពេលអនាគតដែលវាជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការធ្វើឲ្យខ្សែបន្ទាត់ព្រំដែនមានភាពរឹងមាំស្របតាមច្បាប់អន្តរជាតិកាត់បន្ថយជម្លោះបង្កើនសន្តិសុខសេដ្ឋកិច្ចធានាសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាជនជាប់ព្រំដែនមានការអភិវឌ្ឍព្រំដែននិងធានាបាននូវភាពស្ងប់ស្ងាត់ក្នុងការរស់នៅដោយមិនមានភាពភ័យខ្លាចអំពីការផ្ទុះសង្គ្រាមជាថ្មីដែលនាំឲ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងការរត់ភៀសខ្លួនពីសង្គ្រាមនៅថ្ងៃខាងមុខជាថ្មីម្ដងទៀតដោយពិនវិជ័យអ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ